នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយភ្នំមិត្តភក្តិពីរនាក់ដែលចង់ដឹងចង់ឃើញគឺណារីមនិងស៊ីណាចូលចិត្តស្វែងយល់ពីធម្មជាតិព្រឹកព្រលឹមមួយខណៈកំពុងជួយជីដូនបោសសម្អាតទីឃ្លានលូគេបានឮពាក្យចចាមរាមអំពីប្រាសាទចាស់ដែលបាក់បែកលាក់ខ្លួនក្នុងព្រៃការចង់ដឹងចង់ឃើញរបស់ពួកគេចាប់ផ្ដើមកើនឡើងពេលកំពុងសម្អាតបន្ទប់ចាស់ណារីមបានរកឃើញផែនទីចាស់មួយដែលមានគំនូររាងប្រាសាទវាមើលទៅអាចកំបាំងជាមួយនឹងគំនូរដើមឈើទន្លេនិងនិមិត្តសញ្ញាផ្កាឈូកដំណើរផ្សងព្រេងចាប់ផ្ដើមជាផ្លូវការហើយណារីមនិងស៊ីណាដើរកាត់ព្រៃពួកគេរីករាយនឹងគ្រាដ៏សាមញ្ញចម្រៀងបាក់ស៊ីមេអំបៅជំរូពណ៌និងក្លិនផ្កាការធ្វើដំណើររបស់ពួកគេមានសេចក្តីអំណរត្រូវបានរកឃើញនៅក្នុងរឿងតូចតាចពួកគេទៅដល់ស្ពានឈើចំណាស់ពាក់កណ្ដាលដែលគ្របដណ្ដប់ដោយដើមទំពាំងបាយជូរដោយប្រុងប្រយ័ត្នពួកគេសម្អាតវល់ធ្វើឲ្យស្ពានមានសន្តិភាពម្ដងទៀតការងារជាក្រុមរបស់ពួកគេជួយពួកគេឆ្លងកាត់ដោយសុវត្ថិភាពក្រោយមកមានប្រាសាទបុរាណលេចឡើងសសរបាក់បែកថ្មបាក់តែនៅតែស្អាតក្មេងៗភ្ញាក់ផ្អើលនឹងអាចកំបាំងដ៏ស្ងប់ស្ងាត់របស់វា